Bóng ní cứ chi video muối đây là dây đây ông pi rồi biết này cả đọc sạch bạc pi cầm mình suy khanh bảo dương trắng bằng mớ lưới vì miền bay bọc hết cứ ní cứ chi promo balance lưới promo balance ní cứ chi lưới để bong trời tinh tại thực khánh hay năng tinh nia tại vì những upgrade có ở lâu nít policy có việc upgrade bàn đáy bà hay mà đáp lại những sư balance cứ chi cần lại lưới để dương ai vô việc từ upgrade account nào mua để bong trong ở về chỉ account mới mà qua được account bị mơn pramឬក៏ account 50000 ឬ account 100,000 ហើយដោយឡែកអ្វីដែលបងត្រូវធ្វើគឺការងារជាមួយនឹងការដកសាច់ប្រាក់របស់បងនេះគឺបងត្រូវ check មើលកន្លែង case balance អញ្ចឹងសួរថាក្នុង case balance របស់បងមានលុយប្រមាណណាមានលុយប្រមាណអញ្ចឹងមុននឹងបងធ្វើការដកសាច់ប្រាក់នៅកន្លែង case balance បងត្រូវមើលទៅលើថាតើបងបំពេញលក្ខខណ្ឌរបស់វារួចហើយនៅបងបំពេញលក្ខខណ្ឌនៃការដកសាច់ប្រាក់រួចហើយឬនៅអញ្ចឹងបងចុចទៅលើពាក្យថាកុំព្យូទ័រខ្ញុំដើររៀងយឺតបងចុចពាក្យថានេះកន្លែងនេះបង check មើល profile របស់បងថាតើ profile បងគ្រប់លក្ខខណ្ឌហើយឬនៅអញ្ចឹងឧទាហរណ៍ខ្ញុំចុច account របស់ខ្ញុំឲ្យបងមើលបងចុចទៅអូខេអញ្ចឹងបងមើលលក្ខខណ្ឌនៃ profile បងថាបងគ្រប់លក្ខខណ្ឌហើយនៅបាទកុំព្យូទ័រនេះដើរយឺតទៅបងបាទបងអត់ដើរបញ្ចឹងលក្ខខណ្ឌកន្លែងនេះបងស្គាល់ហើយណាបងចេះឲ្យហើយ difficulty rate case balance in mining token នេះបងចេះហើយណាបាទឥឡូវដើរទៅហើយយឺតមែនទែនបងយឺតបាទនេះណាបងត្រូវមើលថា username របស់បង username របស់បងបំពេញឈ្មោះឲ្យនៅហើយណែបងឈ្មោះស្អី country បងមានហើយពេញឲ្យនៅលេខទូរស័ព្ទរបស់បងបាទហើយបងមើលemail បងដាក់មួយណាឲ្យពិតប្រាកដហើយ date of birth កន្លែងនេះគឺបងនិយាយអំពីថ្ងៃខែឆ្នាំកំណើតរបស់បងអញ្ចឹងបងដាក់មក day ថ្ងៃទីប្រហែលខែប្រហែលឆ្នាំប៉ុណ្ណាណាហើយលេខ zip code របស់វាគឺក្នុងប្រទេសកម្ពុជាយើងគឺ 12000 ណាបងហើយ address បងដាក់អាចដាក់នៅភ្នំពេញឬដាក់ដូចខ្ញុំអញ្ចឹងក៏បានដែរបងយកភ្នំពេញមកហើយបងត្រូវចុច transaction password របស់បងណាបងចុច transaction password របស់បងទៅបង change detail បង change detail ទៅណាបង change detail ទៅវាចេញពណ៌ខៀវនៅខាងលើបាទពណ៌ខៀវខាងលើវាថា have been change ឬក៏ successful change អញ្ចឹងណាមកបើនៅខាងនេះខៀវណាអញ្ចឹងមានថា OK complete រួចហើយបាទដំណាក់កាលទី2បងមើលទៅលើ change payment detail ណាបងមើលទៅលើ change payment detail ថាតើ change payment detail របស់បងនៃការដកសាច់ប្រាក់ address របស់បងនេះត្រូវពិតប្រាកដឬអត់អញ្ចឹងបងចុច change មកបងមើលសិនថាតើ address របស់បងត្រូវគ្នាអត់អញ្ចឹងដូចនេះគឺជា address របស់ខ្ញុំ address Bitcoin របស់ខ្ញុំ address blockchain របស់ខ្ញុំត្រូវធ្វើការ copy នៅកន្លែង address Bitcoin របស់ខ្ញុំយកមកដាក់កន្លែងនេះហើយមួយនេះគឺជា address របស់ wallet Switchcoin របស់ខ្ញុំហើយ copy មកដាក់មកកន្លែងនេះគ្នាហើយបងចុចពាក្យថា change detail បងចុចទៅអូខេវាចេញពាក្យខាងលើថា successful change អញ្ចឹងមានថាអូខេបានហើយអញ្ចឹងលក្ខខណ្ឌនៃការមើលនេះគឺបងមើលប៉ុណ្ណឹងសិនប៉ុន្តែនៅមួយទៀតចង់ភ្លេចបងមើលមួយទៀតទៅលើ KYC document ដូចនេះដូចជាខ្ញុំបាន upload KYC ឲ្យហ្នឹង KYC document បងមើលសិនតើបងបាន upload KYC នៅ KYC ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងនេះpassport របស់បងតើបងបាន upload វាចូលនៅខាងឆ្វេងខាងស្ដាំនេះគឺ passport ទាំងអស់បាទគេប៉ុន្តែអ្វីដែលពិសេសនោះគឺបងត្រូវទៀងផ្ទាត់នៅកន្លែង change payment detail ពាក់ព័ន្ធជាមួយនឹង address របស់បង address blockchain របស់បងពួកបងដកវិធីសាស្ត្រនៃការដកគឺបងដកតាមលុយ electronic ដូចគ្នាលុយ blockchain បងដកពី Switchcoin ទៅជា blockchain អញ្ចឹងបងត្រូវទៀងផ្ទាត់នៅ address ឲ្យបានច្បាស់លាស់ជិះវៀងនឹងការបាត់នៅលុយរបស់បងអញ្ចឹងឡើយនេះបងត្រូវបញ្ជាក់មើលថាតើ
blockchain របស់បងទៅឬអត់អញ្ចឹងដើម្បីបងបញ្ជាក់ថាត្រូវបងលុះត្រាតែបងចូលទៅ blockchain របស់បងហើយបងចុចយកពាក្យ receive ហើយបង copy address ហ្នឹងយកដាក់មកដាក់កន្លែងហ្នឹងមកហើយបងចុចពាក្យតែ check detail ទៅហើយយើងអាចធ្វើការដកសាច់ប្រាក់បានហើយអញ្ចឹងមួយខាងខាងនេះគឺជាការដកសាច់ប្រាក់coin ដូចគ្នាណា coin លុយអេឡិចត្រូនិកដូចគ្នានៅខាងនេះគឺយើងដកតាមធនាគារប៉ុន្តែយើងមិនបាច់ដកតាមធនាគារទេដកតាមធនាគារគឺ U បាទវាអត់លឿនទេអញ្ចឹងបងដកតាមcoin គ្នាវាគឺវាទៀមទាទៅឧទាហរណ៍ថ្ងៃនេះថ្ងៃច័ន្ទថ្ងៃនេះគឺយើងដកបានតែ 10% ឯងរៀងរាល់ថ្ងៃច័ន្ទតែការដាក់លក់របស់បងដាក់លក់បានរៀងរាល់ច័ន្ទដល់សុក្រមួយថ្ងៃ 5% ថ្ងៃ 5% ប៉ុន្តែ delay នៃការដកសាច់ប្រាក់នៃ account របស់បង 5000 នេះគឺបងដកបាន $500 ដែរក្នុងមួយថ្ងៃនេះអញ្ចឹងបងគ្រាន់តែធ្វើការដកបងចុចទៅលើពាក្យថា cash balance បងចុចលើពាក្យថា cash balance បាទបន្ទាប់ពីបងផ្ទាំងផ្ទាត់ address បងត្រូវហើយពិតថាត្រូវហើយបងចុចលើពាក្យថា cash balance អញ្ចឹងវាលុតផ្ទាំងបែបនេះអញ្ចឹងផ្ទាំងបែបនេះគឺកន្លែងនេះគឺ transfer cash មានន័យថាបងធ្វើការផ្ញើ coin របស់បងទៅអ្នកដទៃបើសិនបងចង់ផ្ញើទៅបងអាចចុចអាហ្នឹងបានប៉ុន្តែ delete អ្វីដែលបងធ្វើនោះគឺបងដកលុយទេអញ្ចឹងបងដកលុយបងចុចនៅកន្លែងពាក្យថា withdraw cash បាទបន្ទាប់ពីបងផ្ទៀងទាត់ address របស់បងហើយបងចុច withdraw cash ទៅបាទអញ្ចឹងមានការឲ្យបងលក្ខខណ្ឌនៃការបំពេញសម្រាប់បងតែ delete ដែលថា account របស់ខ្ញុំនេះវាគឺជា account 100ទេតែ account របស់បងគឺ5000គឺបងដកបានមួយថ្ងៃ500នៅកន្លែងនេះវា automatic ឲ្យបងប៉ុន្តែ delete បងត្រូវបញ្ជាក់ថាតើបង withdraw បាយអីបាយជា Bitcoin ឬក៏ជាធនាគារប៉ុន្តែបងដកតាម Bitcoin អញ្ចឹងបងត្រូវ select យកពាក្យថា Bitcoin បាទបង select យកពាក្យ Bitcoin ហើយបងបំពេញលុយដែលបងត្រូវដក$500ហ្នឹងពួក account របស់បងដកបានមួយថ្ងៃ500ឯងរៀងរាល់ថ្ងៃច័ន្ទហើយបងយក transaction ID របស់ account របស់បងយកមកដាក់មកហើយបងចុចពាក្យថា withdrawal បងចុចពាក្យថា withdrawal ទៅហើយវានឹង accept ឲ្យយើងវានឹងប្រាប់ពាក្យថា your withdrawal is successful ឬក៏អត់ចេញពាក្យ successful គឺមានន័យថាបងជោគជ័យក្នុងការដកសាច់ប្រាក់របស់បងឬក៏វាប្រាប់ពាក្យថា accepted ណាក៏នោះមានន័យថាការដកសាច់ប្រាក់របស់បងក៏ជោគជ័យ 100% ដែរប៉ុន្តែ delete គឺវាអត់ទាន់ធ្លាក់ចូលក្នុងកង់របស់បងភ្លាមទេវាអត់ទាន់ធ្លាក់ចូលក្នុងកង់ធនាគាររបស់បង blockchain បងភ្លាមទេគឺវាទាមទារថ្ងៃស្អែកវេលាម៉ោងណាដែលបងដកដូចឧទាហរណ៍ពេលនេះបងដកម៉ោង1អញ្ចឹងស្អែកវាអាចធ្លាក់ម៉ោង1ដូចគ្នាបាទទៅតាមចំនួនដែលបងដក$500ហ្នឹងហើយតទៅអាទិត្យក្រោយបានបងអាចដកបាន$500ទៀតរៀងរាល់ថ្ងៃច័ន្ទអញ្ចឹងមានតែមួយខែបងដកបាន4ដងរៀងរាល់ថ្ងៃច័ន្ទបាទអញ្ចឹងអរគុណច្រើនបងបើសិនមានអីករណីឆ្ងល់កន្លែងណាអីបងអាចតាក់ទងសួរម្ដងទៀតរបៀបនៃការដកសាច់ប្រាក់អញ្ចឹងដល់ពេលបងចុច refresh វាដល់ពេលបងចុចលើ dashboard បន្ទាប់ពីបងដកសាច់ប្រាក់ហើយគឺបងឃើញកន្លែង balance បងកន្លែងនេះ balance បងកន្លែងនេះគឺវាកាត់ទឹកលុយរបស់បងណាបងអូខេប៉ុន្តែខ្ញុំបញ្ជាក់ថានៅក្នុងកន្លែងនេះត្រូវតែមើលលក្ខខណ្ឌគឺត្រូវតែមើលជាដាច់ខាតជៀសវាងក្នុងការបាត់បង់លុយកាក់របស់បងនៅពេលបងដកអូខេអរគុណបងដោយសារតែខ្ញុំធ្វើដំណើរយប់មិញមកដល់សៀមរាបអញ្ចឹងទៅក៏អស់កម្លាំងពេកអត់បានលើកទូរស័ព្ទរបស់បងអូខេសុំទោសផងអត់បានដឹងព្រោះទៅមកដល់សៀមរាបព្រឹកមិញម៉ោង5កន្លះអញ្ចឹងដេកទៅក៏ទៅងើបអូខេអរគុណបងសុខសប្បាយបងអរគុណ